ការហូបខ្យងប័រផ្ដល់ប្រយោជន៍ចម្បងដូចជាការផ្ដល់ប្រូតេអ៊ីនខ្ពស់ផ្ដល់នូវជាតិដែកជាតិម៉ាញ៉េស្យូមវីតាមីន B12 និងមានកាឡូរីទាបដែលវាល្អបំផុតសម្រាប់ការសម្រកទម្ងន់និងការជួសជុលសាច់ដុំតែទោះជាយ៉ាងណាដោយសារសត្វខ្យងជាសត្វរស់នៅបាតទឹកវាអាចមានមេរោគឬព្រូនដូច្នេះត្រូវចម្អិនឲ្យបានឆ្អិនល្អមុនពេលទទួលទានហើយទាំងអស់នេះគឺជាអត្ថប្រយោជន៍សុខភាពលម្អិតអំពីការទទួលទានខ្យងអត្ថប្រយោជន៍ទី1គឺប្រភពប្រូតេអ៊ីនខ្ពស់ប្រភពប្រូតេអ៊ីនខ្ពស់គឺបានជួយកសាងនិងជួយជួសជុលជាលិកាសាច់ដុំនៅក្នុងរាងកាយទី2សម្បូរទៅដោយជាតិរ៉ែដែលមាននៅក្នុងខ្យងមានដូចជាជាតិដែកដែលអាចជួយបង្កើនគ្រាប់ឈាមក្រហមនិងជាតិម៉ាញ៉េស្យូមដែលអាចជួយគ្រប់គ្រងសម្ពាធឈាមនិងដំណើរការនៃប្រព័ន្ធសរសៃប្រសាទទី3វីតាមីន B12 វីតាមីន B12 គឺមានសារៈសំខាន់ណាស់សម្រាប់សុខភាពខួរក្បាលនិងការផលិតថាមពលនៅក្នុងរាងកាយដូចនេះការទទួលទានខ្យងគឺវាល្អបំផុតសម្រាប់សុខភាពខួរក្បាលពីព្រោះវាសម្បូរទៅដោយវីតាមីន B12 ទី4ការគ្រប់គ្រងទម្ងន់ដោយសារសត្វខ្យងជាអាហារដែលមានជាតិខ្លាញ់និងកាឡូរីទាបដូច្នេះហើយគឺវាសមស្របសម្រាប់លោកអ្នកដែលចង់សម្រកទម្ងន់ដូច្នេះការទទួលទានខ្យងគឺមិនខុសបំណងឡើយសម្រាប់លោកអ្នកដែលមានបំណងចង់សម្រកគីឡូចំណុចគួរប្រុងប្រយ័ត្នមុនពេលហូបខ្យងទី1ការចម្អិនត្រូវប្រាកដថាខ្យងត្រូវបានលាងសម្អាតនិងចម្អិនឲ្យបានឆ្អិនល្អ 100% នៅកម្ដៅ100អង្សាសេដើម្បីការពារការឆ្លងមេរោគឬពពួកប៉ារ៉ាស៊ីតដូចជាព្រូនដែលវាអាចចូលទៅក្នុងពោះវៀនរបស់លោកអ្នកបានទី2ប្រតិកម្មអាឡែហ្ស៊ីសម្រាប់លោកអ្នកដែលមានបញ្ហាអាឡែហ្ស៊ីជាមួយនឹងខ្យងឬសត្វដែលមានសម្បកដូចនឹងខ្យងមិនគួរទទួលទានវាឡើយទី3ការជ្រើសរើសសម្រាប់ការជ្រើសរើសជៀសវាងការទិញខ្យងណាដែលងាប់ឬមានក្លិនមិនល្អដូច្នេះត្រូវប្រាកដថាខ្យងដែលលោកអ្នកជ្រើសរើសយកមកគឺជាខ្យងដែលមានគុណភាពនៅរស់និងមានសាច់មិនទាន់មានក្លិននិងមានសាច់នៅមានគុណភាពស្រស់ល្អ